សូមជូនរឿងទន្សាយឆ្លាតនិងអណ្ដើកអត់ធ្មត់កាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃដ៏ធំមួយមានកូនទន្សាយទូចមួយឈ្មោះរស្មីជាសត្វទន្សាយដែលរត់លឿននិងមានអំនួតលើខ្លួនឯងថាខ្លួនឯងជាសត្វដែលឆ្លាតនិងរត់លឿនជាងគេនៅក្នុងព្រៃវាចូលចិត្តរត់និងមើលងាយសត្វដទៃដែលរត់មិនលឿនដូចវានៅក្នុងព្រៃនោះដែរមានអណ្ដើកចំណាស់មួយឈ្មោះពេជ្រជាអណ្ដើកដែលមានចិត្តអត់ធ្មត់និងមិនដែលអស់សង្ឃឹមវាដើរយឺតតែខិតខំប្រឹងប្រែងធ្វើការឥតឈប់ឈរថ្ងៃមួយរស្មីឃើញពេជ្រកំពុងតែដើរតាមផ្លូវយឺតរស្មីសើចហើយស្រែកអង្វរពេជ្រអណ្ដើកយឺតឯងដើរយឺតដល់ម្លឹងតើកាលណាទើបដល់ទៅពេជ្រឆ្លើយយ៉ាងស្លូតបូតការដើរយឺតប៉ុន្តែមិនឈប់គឺជាការល្អជាងការរត់លឿនតែខ្ជិលច្រអូសមានតែការអត់ធ្មត់ទេទើបនាំមកនូវភាពជោគជ័យរស្មីខឹងនឹងសម្ដីនោះក៏ស្រែកជំទាស់យើងនឹងបង្ហាញឲ្យឯងឃើញថាយើងនឹងប្រណាំងគ្នាអ្នកណាទៅកាន់ដំបូកនោះមុនអ្នកនោះជាអ្នកទទួលបានជ័យជំនះពេជ្រក៏បានយល់ព្រមហើយការរត់ប្រណាំងនេះនឹងបានចាប់ផ្ដើមឡើងរស្មីបានរត់ទៅយ៉ាងលឿនរហូតបាត់ពីមុខរបស់ពេជ្ររស្មីរត់ទៅដល់កន្លែងកំពង់ផែវាបានឃើញដើមក្រូចពូជសត្វមួយយ៉ាងធំនៅទីនោះមានផ្លែក្រូចពណ៌លឿងយ៉ាងស្រស់ស្អាតដោយវាបានគិតថាអណ្ដើកគឺដើរយឺតណាស់វានៅឆ្ងាយទៀតខ្ញុំអាចដេកសម្រាកនៅទីនេះបានរស្មីក៏បានដេកនៅក្រោមដើមឈើនោះយ៉ាងស្កប់ចិត្តរីឯពេជ្រវាបានដើរយ៉ាងអត់ធ្មត់ពីមួយជំហានទៅមួយជំហានដោយឥតឈប់ឈរនិងមិនអស់សង្ឃឹមវាឆ្លងកាត់វាលស្មៅឡើងភ្នំតូចហើយចុះជ្រលងភ្នំវាមិនបានឈប់សោះឡើយនៅពេលដែលរស្មីភ្ញាក់ពីដេកគឺចិត្តល្ងាចទៅហើយវាបានភ្ញាក់ផ្អើលហើយប្រឹងរត់ទៅមុខយ៉ាងលឿនតែនៅពេលរត់ទៅដល់គោលដៅវាបានឃើញពេជ្រកំពុងតែអង្គុយរង់ចាំវានៅកំពូលភ្នំដំបូកធំនោះពេជ្របានទៅដល់មុនរស្មីមានការខ្មាស់អៀនយ៉ាងខ្លាំងពេជ្របាននិយាយជាមួយវាដោយសន្តិភាពឃើញទេការអត់ធ្មត់និងការខិតខំឥតឈប់ឈរគឺវាសំខាន់ជាងការវៃឆ្លាតតែខ្ជិលកុំមើលងាយអ្នកដទៃកុំមើលងាយការខិតខំប្រឹងប្រែងរបស់អ្នកដទៃរស្មីបានយល់ច្បាស់ហើយបានសុំទោសពេជ្រហើយសន្យាថានឹងមិនមានអំនួតហើយនឹងមិនខ្ជិលច្រអូសទៀតទេចាប់ពីថ្ងៃនោះមករស្មីបានធ្វើការខិតខំប្រឹងប្រែងនិងស្ដាប់ដំបូន្មានអ្នកចាស់រស្មីនិងពេជ្រក៏បានក្លាយជាមិត្តដ៏ជិតស្និទ្ធនឹងគ្នារឿងនេះបានបង្រៀនយើងទាំងអស់គ្នាថាកុំមើលងាយអ្នកដទៃឬសើចចំអកអ្នកដទៃភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងជានិច្ចគឺនាំមកនូវភាពជោគជ័យ